បាទជម្រាបសួរបងប្អូនដែរនៅក្នុងទីជប៉ុនអស់គ្នាបងដែរបាទជាពិសេសបងប្អូនសខាកម្មពលករគ្នាយើងបាទអញ្ចឹងខាងក្រសួងអន្តរប្រវេសន៍គឺគេបានបន្ថែមកម្មវិធីគេហើយនឹងគេបានអាប់ដេតប្រចាំដុលគាំពៀពួកគេអញ្ចឹងបាទអញ្ចឹងវាជាដំណឹងល្អមួយដែរដែលគេជួយគាំពៀជនបរទេសអញ្ចឹងបាទអញ្ចឹងតកតងនឹងករណីមួយនេះគឺពេលយើងត្រឡប់ទៅខ្មែរវិញហ្នឹងយើងចេញពីពលានទៅបាទយើងនឹងបំពេញឯកសារគេមួយហើយក្នុងបំពេញឯកសារគេមួយហ្នឹងគេនឹងយកกระดาษហ្នឹងមកឲ្យបាទអញ្ចឹងกระดาษហ្នឹងគឺគេនឹងសួរយើងថាយើងទៅវិញហ្នឹងដោយមានការប្រខិតប្រខំឬក៏មានការបំភ័យឬក៏មានការបោកបន្លំឬអីអត់ចឹងហើយបាទអញ្ចឹងតែសំណួរហ្នឹងល្អបាទពេលយើងមានបញ្ហាបែបហ្នឹងមែនយើងប្រាប់គេតាមហ្នឹងចឹងទៅគេនឹងជួយដោះស្រាយឲ្យយើងភ្លាមតាមហ្នឹងហើយបើមានអង្គហេតុមានបោះតាំងមានតាមហ្នឹងទៀតគេនឹងជួយតាមហ្នឹងទៀតច្រើនចឹងហើយបាទអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យគ្នាយើងកំប្រឹងផ្ដល់ព័ត៌មានផ្ដល់ដំណឹងហ្នឹងទៅគេតាមការចាក់ស្ដែងចឹងបាទអញ្ចឹងក្រុមហ៊ុនណាដែលគេគម្រាមកំហែងយើងក្រុមហ៊ុនណាដែលគេបង្ខំដេញយើងចេញទៅវិញហើយបាទយើងអាចយកกระดาษហ្នឹងយកទៅតវ៉ាយកទៅប្រាប់គេយកទៅប្រឹងគេបានចឹងបាទអញ្ចឹងវាតកតងនឹងករណីហិង្សាតកតងនឹងការខិតបង្ខំតកតងនឹងការគម្រាមកំហែងឬក៏តកតងនឹងការបដិញយើងចេញភ្លាមដោយអត់មូលហេតុឬក៏បដិញយើងចេញភ្លាមតាមហេតុផលដែលគេអត់ចង់បានឬក៏តាមហេតុផលខុសច្បាប់ណាមួយចឹងបាទអញ្ចឹងខ្ញុំលើកទឹកចិត្តគ្នាយើងឲ្យចេះប្រាប់គេចេះអីចឹងបាទអញ្ចឹងទោះបីយើងចូលទៅដល់ក្នុងនឹងយើងកាន់សម្បត្តិចំហឲ្យចូលក្នុងនឹងមែនក៏ប៉ុន្តែយើងពេញអាក្តាស់ហ្នឹងឲ្យគេទៅគេនឹងកាក់យើងហើយគេនឹងយកយើងទៅសួរនាំយកអីបាទហើយគេនឹងជួយផ្គត់ផ្គង់យើងគេជួយ support យើងអីតាមនឹងទៀតចឹងបាទអញ្ចឹងអ្នកណាដែលជួបបញ្ហានឹងអីគឺកន្លែងហ្នឹងអាចជួយបានភ្លាមចឹងបាទហើយកុំភ្លេចចែកម្លេចទៅគ្នាយើងដែលជួបបញ្ហាដែលគេគម្រាមឬក៏គេបខិតបង្ខំឬគេបដិញយើងចេញភ្លាមដោយខុសលក្ខខណ្ឌការងារឬក៏ខុសច្បាប់អីចឹងបាទអញ្ចឹងកុំភ្លេចណែនាំគ្នាតផងបាទគុណចានមានការខ្វះខាតអីសូមជួយណែនាំផងបាទ